រឿងអណ្ដើកនឹងស្វាអណ្ដើកនឹងស្វាវាសុំគ្នាធ្វើដន្លងតែគ្មានកូនចៅទៅចំគុណអ្វីទេគ្រាន់តែនិយាយថាសុំគ្នាធ្វើដន្លងសត្វទាំងពីររាប់អានគ្នាដូចដន្លងអ្នកទាំងពួងដែរនោះចំណេយូរទៅដន្លងខាងស្វានោះមានកូនត្រូវរៀបការគេហៅភៀវស្វាសន្មតនឹងថ្ងៃស៊ីកាទៅនឹកឃើញអណ្ដើកជាដន្លងថាយើងការកូននេះហៅភៀវអស់ហើយនៅតែដន្លងអណ្ដើកនៅមិនទាន់បានប្រាប់ឥឡូវចិត្តដល់ថ្ងៃការហើយបានដូច្នោះឲ្យទៅបំរើទៅអញ្ជើញគាត់ផងមិនម៉េចយើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយគាត់ហើយក៏ចាត់បំរើអ្នកបំរើឲ្យទៅអញ្ជើញថ្ងៃដែលប្រជុំញាតិស៊ីកានោះអណ្ដើកក៏ទៅដល់ដែរតែនឹងឡើងស៊ីផឹកគេមិនរួចពួកស្វាឃើញគាត់ប្រាប់ដន្លងស្វាថាថ្មិតដន្លងដើមមកដល់ហើយឯនៅក្រោមដើមឈើដន្លងស្វាចុះមកឃើញដើមក៏ប្រាប់ថាដន្លងឯងឡើងនឹងគេមិនរួចនឹងគេទេមានតែដន្លងឯងខំវល់នេះចុះយើងនឹងស្រាវឡើងប៉ុន្តែមិនទាន់ដល់កន្លែងដែលយើងអង្គុយដន្លងឯងកុំនិយាយអសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយធ្លាប់មកស្លាប់ហើយដើមទទួលបណ្ដាំដន្លងនោះសពគ្រប់ហើយក៏ទទួលខំវល់ពួកស្វាទាំងប៉ុន្មានក៏ស្រាវវល់នោះឡើងនាំដើមទៅដល់ថ្នាក់លើលោកចិត្តទៅដល់កន្លែងដែលគេដាក់នោះជួនជាដន្លងស្រីស្វាឃើញដើរក៏សួរដល់រាប់អានដន្លងសុខសប្បាយទៀតទេតើផ្លេចពាក្យបណ្ដាំហាមាត់ស្ដីនឹងដន្លងក៏របូតមាត់ធ្លាក់ខ្លួនបែកស្នោកដូចជាបងថ្មស្លាប់នៅវេលានោះខានស៊ីកានោះទៅចប់